មុននឹងបានសាច់ឲ្យបងប្អូនបានបកឲ្យយកមករោលម្សៅទៀតបាទក៏ទៅក្តៅឲ្យរោលម្សៅទៀតរោលហើយបានធ្វើចាំមើលខាងក្នុងបាទនេះមកថតឲ្យមើលបណ្ដោយណាមិនដែលថតឲ្យមើលនេះទៅបាទបង្ហាញបងប្អូនឃើញបាទកដោដែលខ្ញុំធ្វើបាទនេះឧបករណ៍សំខាន់អត់ពាក់ស្រំដៃទេពាក់គាត់ទេមុខរបរគេខ្លះចង់បង្ហាញដែរតែពេលយើងធ្វើទៅវាមិនបាច់អីចឹងណាឲ្យបងប្អូនក៏បានឃើញថាឈាមអញ្ចឹងអ្វីដែលនេះគឺសុវត្ថិភាពអីចឹងទៅខ្លាញ់នេះក្នុងបាទผมមិនតូចខ្ញុំយើងបានដៃទេលឿនទៅមានកដោប្រែងបាទមួយខ្ទង់1គីឡូបាទពីក្បាលនេះវាគាត់កំងធំណាស់ពិសេសបងណាដែលហូបមិនកើតយើងយកចេញអស់ខ្លាំងគឺថាកដោចិញ្ចឹមហ្នឹងកដោចិញ្ចឹមក្នុងសាច់អត់ទាស់ហ្មងผมยังมาได้ยังទៀតតែមើលទៅប៉ប៉ុណ្ណានៃខ្នាតពិសេសខ្លាញ់ហ្មងបាច់ផ្លៃខ្លាញ់អត់ទាស់ហ្មងខ្លាញ់អូខេចប់មែនទេនេះមួយទៀតបាទគូវិញទៅដែរអូខេមកដល់ខាត់មកចុះក្នុង YouTube មួយទៀត ឡាយសុតទៅណាដាក់ដែលបានឡាយកត្រៃវាងាយស្រួលបាទក្នុងការកាត់ធ្វើតែកត្រៃនេះក៏ជាកត្រៃแบบខ្នាតពិសេសដែរកំងមកពីក្រៅដែរបើជាកត្រៃធម្មតាវាកាត់ពិបាកបាទកាត់អត់ដូចគ្នាតែវាពិបាកខ្លាញ់ដល់ខ្លាញ់បាច់ព្រៃទៅខ្លាំងគឺក្នុងកន្លែងខ្លះយើងត្រូវយកចេញអស់ណាអីមិនកដោវាភ្លាមចេះគឺវាអត់មានក្លិនទេកដោងាប់មកយប់ហើយចឹងអាចจะមានក្លិនសាជាប់ខ្លះតែយើងដោយើងវាយភ្លាមទេអត់អីទេខ្ញុំគឺថ្មីតែម្ដងអត់ធ្វើទុកទេពេលកំងបានយើងធ្វើបាទបើមិនកំងទេអត់មានធ្វើទុកទេបាទសាច់ខ្លាញ់បាទនេះក៏ដោចិញ្ចឹមដោចិញ្ចឹមខ្លាញ់គ្រប់ប្រាំងគ្រប់ភាសាបាទសម្រាប់បងប្អូនត្រូវការបាទមិនថារដូវណាទេគឺស្វាត់គឺឆ្ងាញ់ហ្មងអែមហ្មងបាទនេះក៏ដែរអូខេបាទចឹងអរគុណសម្រាប់មេដែលបានកំងហើយបងប្អូនដែលបានចង់កំងគឺឆាប់មកមុនបាទតតងមុនបាទអត់មានធ្វើទុកឬក៏ធ្វើសគួរទេបាទគឺកំងភ្លាមវាយធ្វើភ្លាមបាទអូខេបាយបាយ